សូមកុំចាំអ្នកផ្សេងមកធ្វើឲ្យជីវិតអ្នកល្អប្រសើរអីព្រោះនៅចុងក្រោយមានតែអ្នកប៉ុណ្ណោះដែលអាចជួយខ្លួនឯងបានជីវិតមនុស្សម្នាក់មិនមែនមានសំណាងគ្រប់គ្នាទេវាគឺជាលទ្ធផលនៃការសម្រេចចិត្តបើយើងនៅតែរងចាំឱកាសល្អរងចាំមនុស្សល្អមកជួយរងចាំពេលវេលាល្អនោះជីវិតយើងនៅតែដដែលគ្មានអ្វីផ្លាស់ប្ដូរទេគ្មាននរណាម្នាក់ចូលមកសង្គ្រោះយើងដូចក្នុងរឿងនិទាននោះទេគ្មាននរណាម្នាក់ដឹងថាយើងកំពុងតែជួបបញ្ហាអ្វីខ្លះក្រៅពីខ្លួនយើងនោះទេបើយើងចង់បានជីវិតល្អយើងត្រូវតែចាប់ផ្ដើមធ្វើវាបានល្អបើយើងចង់មានអនាគតល្អយើងត្រូវតែកសាងវាចាប់ពីថ្ងៃនេះតទៅបើយើងចង់ផ្លាស់ប្ដូរយើងត្រូវតែក្លាយជាមនុស្សដែលមិនខ្លាចការចាប់ផ្ដើមមនុស្សដែលគេទទួលបានលទ្ធផលល្អមិនមែនព្រោះតែពួកគេមានអ្វីៗល្អជាងយើងទេតែពួកគេមិនរងចាំពួកគេធ្វើបើទោះបីជាពេលខ្លះពួកគេមិនទាន់មានអ្វីៗគ្រប់យ៉ាងក៏ដោយពួកគេចាប់ផ្ដើមទោះបីជាពួកគេមានអារម្មណ៍ថាខ្លាចបន្តិចក៏ដោយពួកគេនៅតែបន្តបើទោះបីជាមានឧបសគ្គខ្លះក៏ដោយចាំយូរពេកយើងនឹងបាត់បង់ឱកាសខ្លាចពេកយើងនឹងបាត់បង់អនាគតថ្ងៃនេះយើងអាចជាមនុស្សធម្មតាប៉ុន្តែបើយើងចាប់ផ្ដើមធ្វើអ្វីមួយថ្ងៃស្អែកយើងអាចក្លាយជាមនុស្សថ្មីក៏ថាបានដែរហើយកុំសួរថាហេតុអ្វីជីវិតខ្ញុំមិនល្អតែត្រូវសួរថាថ្ងៃនេះខ្ញុំបានធ្វើអ្វីដើម្បីឲ្យវាបានល្អហើយឬនៅឬចាំថារងចាំគឺមិនបានអ្វីទេទាល់តែអ្នកចាប់ផ្ដើមទើបវាបានចាប់ផ្ដើមថ្ងៃនេះចាប់ផ្ដើមពីជំហានតូចចាប់ផ្ដើមដោយខ្លួនឯងព្រោះនៅចុងក្រោយមនុស្សដែលអាចផ្លាស់ប្ដូរជីវិតយើងបានមិនមែនអ្នកផ្សេងទេគឺជាយើងខ្លួនឯងផ្ទាល់